តើបងថ្ងៃនេះមករៀនធ្វើញោមស្វាយបកាខៀមជាមួយនឹងត្រីឆ្អើរជាមួយញោមទាំងអស់គ្នាគឺផ្សំមានដូចជាត្រីឆ្អើរបកាខៀមស្វាយការ៉ុតជីនឹងវងខ្ទឹមសខ្ទឹមក្រហមម្ទេសហើយចំណែកខ្ទឹមក្រហមនេះយើងហាន់ស្ដើងបែបនេះបងបន្ទាប់មកខ្ញុំយកខ្ទឹមសហើយនិងម្ទេសបុកចូលគ្នាឲ្យម៉ត់ម្ទេសនេះបងអាចប្រើតាមចំណង់ចំណូលចិត្តបានបើសិនជាបងចិត្តហឹរបងអាចដាក់ឲ្យច្រើនជាងនេះទៅបន្ទាប់មកយើងធ្វើការបុកខ្ទឹមសហើយនិងម្ទេសខ្ញុំដាក់ជាមួយនឹងប៊ីចេងបន្តិចស្ករបន្តិចម្សៅរ៉ូឌីបន្តិចហើយនឹងអំបិលបន្តិចចំពោះអំបិលបងប្រើបន្តិចបានហើយដោយសារយើងប្រើបកាខៀមទោះបីជាយើងយកវាទៅត្រាំទឹកឬលាងឲ្យស្អាតក៏ដោយក៏វានៅមានជាតិប្រៃដែរអញ្ចឹងយើងបុកគ្រឿងទាំងអស់នឹងចូលគ្នាឲ្យម៉ត់ហើយខ្ញុំយកបកាខៀមហើយនឹងត្រីឆ្អើរយកមកបុកចូលគ្នាប៉ុន្តែយើងយកតែបន្តិចយកមកបុកបានហើយបងយើងទុកចំណាយខ្លះដាក់ខាងក្រៅបន្ទាប់មកយើងយកគ្រឿងទាំងអស់ហ្នឹងយកមកលាយចូលគ្នាមកជាមួយនឹងស្វាយការ៉ុតខ្ទឹមសខ្ទឹមក្រហមបកាខៀមហើយនឹងត្រីឆ្អើរដែលយើងទុកមុនហ្នឹងបងយើងយកមកលាយចូលគ្នាឲ្យសព្វមកហើយកន្លែងនេះបើសិនជាបងចូលចិត្តសណ្តែកដីបងអាចបន្ថែមសណ្តែកដីមួយមុខទៀតបានតែដោយសារខ្ញុំអត់សូវចូលចិត្តចឹងខ្ញុំដាក់តែប៉ុណ្ណឹងទេហើយដាក់បន្ទាប់មកយើងដាក់ជីនឹងវងបងច្បល់ចូលគ្នាឲ្យសព្វទៅរួចជាស្រេចទេបងងាយមែនតែនហើយចាប់បានញ៉ាំទៀតហើយអានេះគឺជាលទ្ធផលបងញ៉ាំជាមួយបាយក៏បានគ្រឿងក្លែមក៏បាន